ថ្ងៃទី11ចំពោះទៅរកការទាមទារឯករាជ្យនិងការកកើតឡើងនៃគណបក្សប្រជាធិបតេយ្យនៅពេលដែលព្រះបាទនរោត្តមសីហនុបានត្រូវអភិសេកជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាគឺនៅថ្ងៃទី28ខែតុលាឆ្នាំ1941ព្រះអង្គមានព្រះជន្ម19ព្រះវស្សាកាលព្រះអង្គនៅជាព្រះរាជកុមារព្រះរាជហោរារបស់ហ្លួងមុនីវង្សបានទស្សន៍ទាយថាព្រះអង្គនឹងកាន់មុខតំណែងមួយដ៏ធំក្នុងព្រះរាជាណាចក្រប៉ុន្តែព្រះអង្គត្រូវប្រយុទ្ធនឹងសត្រូវដ៏ក្រាក់ដោយកិច្ចបំផុតទំនាយនេះក៏ពុំខុសប៉ុន្មានដែរព្រោះថាបន្ទាប់ពីបានប្រយុទ្ធនឹងគូប្រជែងព្រះអង្គត្រូវប្រយុទ្ធនឹងសត្រូវដែលមានឫទ្ធិអំណាចខ្លាំងក្លាអស្ចារ្យថែមទៀតនៅឆ្នាំ1949នៅពេលដែលគណបក្សប្រជាធិបតេយ្យបានបាត់បង់អ្នកដឹកនាំសំខាន់របស់គេសឹងតែអស់ព្រះបាទនរោត្តមសីហនុចាប់ផ្ដើមទទួលជ័យជំនះជាបន្តបន្ទាប់នៅក្នុងឆាកនយោបាយក្នុងប្រទេសគឺជ័យជំនះនេះហើយដែលបានកំណត់ជោគវាសនារបស់ប្រទេសកម្ពុជាជាង20ឆ្នាំក្រោយមកឬក៏រហូតមកដល់សប្តាហ៍ថ្ងៃនេះផងក៏អាចថាបានពីពេលបានឯករាជ្យនៅឆ្នាំ1953មកដល់ឆ្នាំ1968ប្រវត្តិវិទូខ្លះយល់ថាជាសម័យរុងរឿងដែលប្រជាកសិកររស់នៅក្នុងសុខសន្តិភាពហើយមានជីវភាពមិនសូវជាយ៉ាប់យ៉ឺនប៉ុន្មានចំពោះមតិខ្លះទៀតគឺជាសម័យដែលមហាព្យុះសង្គ្រាមមួយបានបោកបក់វក់វីទៅលើនាវាដ៏កំសត់តូចមួយដែលអណ្ដែតត្រសែតទៅតាមរលកដ៏ធំមហិមានៃមហាសាគរតាមការពិតទៅវាសនារបស់ប្រទេសកម្ពុជាក៏ដូចជាវាសនារបស់អ្នកដឹកនាំខ្មែរនៅពេលនោះដែរពុំអាចកាត់ផ្តាច់ចេញពីការប្រទាញផ្ទង់ពីការវិវាទរវាងប្រទេសមហាអំណាចបានទេគឺថាបើចូលទៅក្នុងមហាអំណាចណាមួយនឹងត្រូវមកខាងទៀតវាសម្ប៉ែតដូចតែគ្នាខ្ញុំនឹងនិយាយរៀបរាប់អំពីការប្រជែងកម្លាំងគ្នានេះជាបន្តបន្ទាប់មកទៀតរជ្ជកាលព្រះបាទនរោត្តមសីហនុមានជាច្រើនដំណាក់កាលដែលបារាំងវិលត្រឡប់មកកម្ពុជាវិញអាចចាត់ទុកថាជាដំណាក់កាលទី2ដើម្បីស្រួលយល់អំពីដំណាក់កាលទី2នេះខ្ញុំសូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ1948ទៅព្រះបាទនរោត្តមសីហនុត្រូវប្រយុទ្ធនឹងគូប្រជែងនិងគូសត្រូវផងពេលខ្លះគូប្រជែងคล้ายទៅជាសត្រូវហើយសត្រូវคล้ายទៅជាសម្ព័ន្ធមិត្តគូប្រជែងខ្លះបានបាត់បង់ជីវិតនៅក្នុងវីរភាពខ្លះទៀតសុខចិត្តជ្រកកោនក្រោមម្លប់បារមីរបស់ព្រះអង្គហើយខ្លះទៀតបាត់បង់ទ្រព្យសម្បត្តិកិត្តិយសអស់គ្មានសល់នៅក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមកនេះក្រោមការដឹកនាំរបស់ព្រះបាទនរោត្តមសីហនុក៏ដូចជារបស់តួអង្គនយោបាយនានាឯទៀតដែរប្រទេសកម្ពុជាបានប្រយុទ្ធទាមទារឯករាជ្យយ៉ាងស្វិតស្វាញហើយក្រោយមកទៀតត្រូវបានប្រទេសមហាយៈនានាប្រទាញប្រទង់ដោយឥតអាសូរយោងទៅតាមមតិខ្លះសោកនាដកម្មរបស់ខ្មែរគឺបណ្ដាលមកពីការដែលប្រទេសមហាអំណាចទាំងឡាយនោះបានយកតំបន់ឥណ្ឌូចិនទាំងមូលធ្វើជាលានប្រយុទ្ធដើម្បីដណ្ដើមឥទ្ធិពលគ្នាតែម្ដងរីឯប្រទេសកម្ពុជាក៏ធ្វើការទាមទារឯករាជ្យរបស់ខ្លួននៅពេលព្យុះសង្គ្រាមនោះដែរគឺនៅពេលមួយដែលនៅក្នុងពិភពលោកទាំងមូលប្រទេសដែលត្រូវគេធ្វើអាណានិគមបាននាំគ្នាងើបឡើងប្រឆាំងនឹងពួកអាណានិគមនិយមតទៅនេះខ្ញុំសូមជូននៅទស្សនវិជ្ជាខ្លះៗនៃការតស៊ូដ៏សម្បើមអស្ចារ្យនេះដែលមានលក្ខណៈដ៏ស្មុគស្មាញព្រោះតែវរៈជនខ្មែរអ្នកស្នេហាជាតិបានកំណត់យុទ្ធសាស្ត្រនិងបានជ្រើសរើសយកមនោគមវិជ្ជានិងបង្អែកខុសពីគ្នានៅថ្ងៃទី6និងទី9ខែសីហាឆ្នាំ1945បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូទៅលើហីរ៉ូស៊ីម៉ានិងណាហ្គាសាគីគឺ4ឆ្នាំក្រោយសោកនាដកម្មនៅ Pearl Harbor កងទ័ពជប៉ុនត្រូវដកថយចេញពីតំបន់ដែលគេសាកល្បងកាន់កាប់បារាំងក៏បានវិលមកឥណ្ឌូចិនវិញនៅថ្ងៃទី15ខែតុលាឆ្នាំដដែលឧត្តមសេនីយ៍បារាំងលើកឃ្លែរបានបញ្ជាឲ្យចាប់លោកសឹងងុកថាញ់ហើយបញ្ជូនទៅដាក់ពន្ធនាគារនៅប្រទេសបារាំងព្រះបាទនរោត្តមសីហនុដែលបានទៅសាងព្រះភ្នោះនៅវត្តបទុមវតី
ត្រូវបានបារាំងមកទទួលយាងត្រឡប់ទៅព្រះបរមរាជវាំងវិញបន្ទាប់ពីបានជួបសន្ទនាជាមួយស្នងការទី1នៃសាធារណរដ្ឋបារាំងគឺវរសេនីយ៍ឯកហ៊ុយអាតព្រះបាទនរោត្តមសីហនុបានតែងតាំងព្រះអង្គម្ចាស់ស៊ីសុវត្ថិមុនីរ៉េតជាព្រះបេតុលាឲ្យធ្វើជានាយករដ្ឋមន្ត្រីហើយបន្តការកសាងវាសនាប្រទេសកម្ពុជាជាមួយបារាំងសារជាថ្មីទៀតប៉ុន្តែដោយឈរលើមូលដ្ឋានមួយថ្មីដែលគេហៅថា Modus Vivendi គឺកិច្ចសន្យាមួយជាបណ្ដោះអាសន្នដែលខ្មែរនិងបារាំងត្រូវអត់ឱនឲ្យគ្នាទៅវិញទៅមកសិនទម្រាំរកដំណោះស្រាយនៅឆ្នាំបន្ទាប់មកគឺនៅថ្ងៃទី7ខែមករាឆ្នាំ1946អ្នកតំណាងខាងខ្មែរនិងបារាំងបានចុះហត្ថលេខាទៅលើកិច្ចសន្យាបណ្ដោះអាសន្នមួយរដ្ឋាភិបាលដែលដឹកនាំដោយព្រះអង្គម្ចាស់មុនីរ៉េតនៅពេលនោះមានសមាជិកភាពដូចតទៅព្រះអង្គម្ចាស់ស៊ីសុវត្ថិមុនីពង្សទទួលបន្ទុកខាងអប់រំជាតិនិងកិច្ចការក្រៅប្រទេសលោកញឹកជូឡុងខាងហិរញ្ញវត្ថុលោកសុំហៀងធម្មការនិងវិចិត្រសិល្បៈលោកខឹមទឹកជាអតីតរដ្ឋមន្ត្រីការពារប្រទេសរបស់លោកសឹងងុកថាញ់ហើយដែលក្រោយមកបានតាមឧត្តមសេនីយ៍លើឃ្លាតាំងពីក្រុងសៃហ្គនមកបានត្រូវតែងតាំងជារដ្ឋមន្ត្រីសុខាភិបាលនិងសាធារណការលោកច័ន្ទៈកាន់ខាងយុតិធម៌ហើយលោកវ៉ាកាម៉ែលទទួលបន្ទុកខាងសេដ្ឋកិច្ចនៅពេលដែលប្រទេសវៀតណាមប្រយុទ្ធតស៊ូរំដោះប្រទេសរបស់គេចេញពីបារាំងតាមផ្លូវអាវុធដោយមានការគាំទ្រពីចលនាកុម្មុយនីសអន្តរជាតិនិងពីប្រទេសកុម្មុយនីសជាបន្តបន្ទាប់ប្រទេសកម្ពុជាបានខិតខំប្រឹងប្រែងធ្វើការតស៊ូទាមទារឯករាជ្យរបស់ខ្លួនយ៉ាងសកម្មណាស់ដែរប៉ុន្តែដោយមធ្យោបាយផ្ទាល់ខ្លួនសិក្សានៅខណៈនោះនៅប្រទេសបារាំងបញ្ញវន្តខ្មែរមួយចំនួនក្រោមការដឹកនាំរបស់ព្រះអង្គម្ចាស់យុតិវង្សក៏នាំគ្នាគិតគូរយ៉ាងខ្លាំងពីបញ្ហាឯករាជ្យនេះដែរបញ្ញវន្តដែលគេបានស្គាល់ឈ្មោះជាងគេនៅពេលនោះគឺមានជាអាចលោកឈៀនវ៉មលោកថុនអ៊ុកលោកងឿនការ៉េតបញ្ញវន្តទាំងនេះនឹងដើរតួនាទីមួយដ៏សំខាន់នៅក្នុងឆាកនយោបាយខ្មែរនៅចន្លោះឆ្នាំ1946ដល់ឆ្នាំ1949ជាពិសេសក្នុងការពង្រឹងយុទ្ធសាស្ត្ររបស់គណបក្សប្រជាធិបតេយ្យដែលបានចាប់បដិសន្ធិនៅកម្ពុជានៅខែមិនិនាឆ្នាំ1946សូមបញ្ជាក់ថានៅពេលក្រោយនេះបន្តិចព្រះអង្គម្ចាស់យុតិវង្សបានយាងត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីជួយពង្រឹងជំហរគណបក្សប្រជាធិបតេយ្យខ្ញុំនឹងនិយាយរៀបរាប់ពីការកកើតឡើងនិងអំពីសកម្មភាពរបស់គណបក្សនេះនៅពេលក្រោយជាបន្តបន្ទាប់ប៉ុន្តែមុននឹងឈានទៅដល់ដំណាក់កាលនេះខ្ញុំសូមបញ្ជាក់ថាបន្ទាប់ពីការចុះហត្ថលេខាទៅលើកិច្ចសន្យាបណ្ដោះអាសន្នរវាងបារាំងនិងខ្មែរនៅថ្ងៃទី7ខែមករាឆ្នាំ1946ប្រទេសកម្ពុជាបានរៀបចំស្ថាប័ននយោបាយថ្មីមួយដែលបើកឲ្យមានការបោះឆ្នោតជ្រើសតាំងសមាជិកសភាពិគ្រោះមួយដែលមានជាកិច្ចរៀបចំរដ្ឋធម្មនុញ្ញការបោះឆ្នោតបានប្រព្រឹត្តទៅនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1946ហើយគណបក្សប្រជាធិបតេយ្យបានទទួលជ័យជំនះដ៏ត្រចះត្រចង់